បាទមកដល់ហើយសែបញ៉ាំមកដល់ទៀតហើយបាទវគ្គបន្តមហោប្រចាំថ្ងៃបាទបងប្អូនឃើញទេបាទមានអ្វីខ្លះនេះបាទបងប្អូនមើលបាទស្ដីគេស្មៅនេះបាទជួយទាយមើលបាទបើខ្ញុំអ្នកធ្វើនេះខ្ញុំដឹងបាទហៅថាមកអមហៅថាសំដីពនាងកងរៃនោះបាទអានេះហៅថាមកអមក្រៀមបាទដោយសារទៅផ្សារផ្លិចទិញអាមកអមស្រស់យើងនោះបាទបងប្អូនហ្វេនណាជួយមើលបាទស្ដីនឹងកូនចាននេះបាទធំក្លិនហៅថាស្អុយឆ្ងាញ់បាទស្អុយឆ្ងាញ់ស្អុយមីគេបាញ់ស្អុយហើយមិនដឹងថាយ៉ាងណាទេបាទមានបន្តិចបាទមើលស្ដីប្រេកនេះបាទអានេះហៅថាកសាំងបាទមកជូរកសាំងមានហៅថាសំដីនេះថាក្រហមពីរនេះបាទនឹងមិនមែនផ្អែមទេមិនមែនស្ពុកក្រើបាទហៅថាម្ទេសបាទទុកជាជំនួយហើយនេះអណ្ដេងខ្ទឹមបាទជួយទាយនេះទៀតបាទខៀវនេះចិញ្ឆែតបងតងនួនល្អងពីងពួយផ្កាឈើតបាទតំណងនេះបាទហើយកលេចមកវគ្គហៅថាសំដីនេះបាទធ្វើភ្នែកក៏ហ៊ីតបាទស្រស់ប្រំបាទមិនធម្មតាមិនកុហកទេបាទមកពីខាងកំពង់ភ្លុកបាទធម្មជាតិទន្លេធម្មជាតិបាទធានាបើបងប្អូនណាចង់បានទៅឆ្កោគឺទៅឆ្ពិនអាចទៅតខ្ញុំក៏បានដែរបាទធានាបាទស្រស់ប្រំបាទឆ្ងាញ់ណាស់មាន1គីឡូក៏មានអាជិត1គីឡូមានអាកន្លះគីឡូក៏មានសរុបមកឈ្មោះថាសំឡអ្វីបាទបងប្អូនហ្វានជួយមើលបាទហៅថាសំឡអ្វីគឺសំឡមកជួយបាទមកជូរកញ្ឆែតបោះតងជាមួយនឹងមកអមក្រៀមមកអមស្រែបាទហើយនឹងមកជូរកសាំងហើយចំណែកខាងនេះវិញបាទគឺថាប្រហុកខ្មែរប្រហុកហ្នឹងបាទខ្ញុំស្អុយតែស្អុយឆ្ងាញ់តែម្ដងហើយតានបន្តមកខាងនេះទៀតបាទមើលខាងផ្ទះបាយសែកញ៉ាំតិចមើលបាទតានអីទឹកស្ដីនេះក៏ថ្លាញឹងដូចទឹកភ្នែកបាទនេះគឺទឹកសម្លដែលត្រៀមនឹងរៀបចំស្លឥឡូវនេះទឹកនេះប្រហែលជា1លីត្របាទ1លីត្រនឹងមួយឆ្នាំងតូចហ្មងសម្រាប់មកគ្រួសារសែបញ៉ាំបាទសែបញ៉ាំស្លបែបខ្មែរបាទអូយចំណែកខាងនេះមានកូនឆ្លាតមកមួយទៀតបាទជំនួយការបាទជំនាញណាស់បាទគាត់ឃើញទឹកមុខនឹងញឹមមកទេបាទហើយខាងនេះណាកូនសែបញ៉ាំនេះកូនពៅសែបញ៉ាំបងប្អូនមើលហើយចំណេះទៀតអាណាកូនឆ្លាតមួយទៀតបាទនេះកូនឆ្លាតខាងនេះជាជំនួយការល្អមួយដែរបាទកែជំនាញខាងបុកគ្រឿងបាទត្រឡប់មកវិញបាទសូមអធិស្ឋានបងប្អូនណាបាទត្រឡប់មកម្ហូបដល់ឈ្ងុយឆ្ងាញ់គិតថាឆ្ងាញ់ណាបងប្អូនបាទប្រហែលជា1នាទីទៀតហ្នឹងគឺថាដល់វគ្គឈ្ងុយឆ្ងាញ់បាទបងប្អូនអធិស្ឋានផងមកខុសឆ្គងយ៉ាងណាអីក៏សូមខន្តីអភ័យទោសដល់សែបញ៉ាំផងបាទសាកល្បងធ្វើវីដេអូលេងបាទមិនជាវីដេអូយកលុយយកផេកអីទេបាទគាត់ណាជាកំសាន្តលេងរបស់សែបញ៉ាំទេបាទសែបញ៉ាំនៅខេត្តសៀមរាបបាទចេះធ្វើម្ហូបក្លែមគ្រប់មុខបានដែរតើបាទមានដុតអន្ទង់ចង្ហុយកាធាចង្ហុយអណ្ដើកដុតត្រីអំពង់អាស័យមានច្រើនមុខច្រើនម៉ាត់បាទសែបញ៉ាំអាចសាកល្បងបានបន្តវីដេអូក្រោយទៀតបាទសូមជម្រាបលាជួយ like ជួយ share សែបញ៉ាំមួយបាទគ្រាន់បានមានមុខមានមាត់ក្នុង YouTube គេសាកមើលបាទជម្រាបលាសូមអរគុណច្រើន